ដរាបណានៅមានជំរឿសដែលអាចដោះស្រាយបានដើម្បីបញ្ជាក់អំពីអធិបតេយ្យភាពរបស់ប្រទេសនីមួយៗដោយមិនចាំបាច់បង្កភាពឈឺចាប់ស្លាប់របួសខ្ទេចខ្ទាំទៅដល់ប្រជាពលរដ្ឋយើងត្រូវប្រើវិធីសាស្ត្រនោះហើយនេះហើយដែលរាជរដ្ឋាភិបាលបានយើងមានកិច្ចព្រមព្រៀងបទជប់បាញ់ហើយក្នុងនោះក៏មានចែងច្បាស់អំពីការប្រើប្រាស់យន្តការព្រំដែន JBC ដើម្បីយើងធ្វើការវាស់វែងទៅមុខប៉ុន្តែមិនទាន់កើតនៅឡើយដោយសារនៅប្រទេសថៃមានការបោះឆ្នោតប៉ុន្តែទៅមុខទៀតយើងសង្ឃឹមថាយន្តការនេះគឺជាអ្វីដែលនឹងត្រូវប្រើដើម្បីធានានៅសន្តិភាពរវាងប្រទេសទាំងពីរឲ្យប្រជាជននៅព្រំដែននៃប្រទេសទាំងពីរកុំឲ្យមានការលំបាកដូចរយៈពេល6 ខែកន្លងមកនេះ